ថ្ងៃនេះចូលផ្សារពីព្រឹកទិញបានកៅអៅឈូកខ្ចីៗល្អៗទៀតហើយបងអើយសម្រាប់កៅអៅឈូកនេះចាយកទៅស្លម្ជូរគ្រឿងក៏ឆ្ងាញ់ម្ជូរលាតក៏ឆ្ងាញ់ពិសេសបើបានឆាជាមួយសាច់ជ្រូកឬក៏ពងទាអីហ្នឹងក៏រឹតតែឆ្ងាញ់ដែរបងតែសម្រាប់ថ្ងៃនេះផ្ទាល់គឺខ្ញុំយកមកស្លម្ជូរចាយកមកស្លម្ជូរជាមួយនឹងត្រួយ7ហើយលាយទឹកគួនម្ដងពីដើមគឺរសជាតិឆ្ងាញ់មែនតើបងជូរជ្រះមាត់ល្អហើយសម្រាប់ថ្ងៃនេះខ្ញុំទិញបានត្រីស្រែមួយក្បាលផងដែរស្ដាយថ្ងៃនេះទិញអត់បានត្រីពងចាបើសិនជាទិញបានពងទៀតកាន់តែជាតិឆ្ងាញ់តែម្ដងបងអើយសម្រាប់ម្ជូរបែបនេះចាសម្រាប់ស្លម្ជូរគឺពេញនិយមតែម្ដងសម្រាប់អ្នកផ្ទះខ្ញុំចាគ្រាន់តែដូរបន្លែតិចតួចតែសម្រាប់ស្លម្ជូរមួយទឹកមិនដឹងជាស្លប្រហែលដងទេហើយសម្រាប់ស្លម្ជូរកៅអៅឈូកនេះខ្ញុំមានលាយទឹកគួន2 3ដើមដែរបងហើយសម្រាប់គ្រឿងកាត់ឆ្អាបរបស់ខ្ញុំមានម្ដេងក្រូចសើចគល់ស្លឹកគ្រៃហើយនិងខ្ទឹមសម្ទេសរបស់យើងហ្នឹងចាទឹកពុះចាក់គ្រឿងទាំងអស់ហ្នឹងចូលបន្ទាប់មកជ្រុំប្រហុកហើយក៏ដាក់ត្រីទៅចាហើយសម្រាប់ត្រីបើសិនជាបងបានក្បាលត្រីក៏រឹតតែឆ្ងាញ់ទៀតតែថ្ងៃនេះគឺខ្ញុំប្រានជាមួយនឹងត្រីផ្ទក់ចាប្រភេទត្រីស្រែមិនមែនជាប្រភេទត្រីចិញ្ចឹមទេចាស្លប្រភេទត្រីស្រែបែបនេះគឺវាមានជាតិឆ្ងាញ់មែនតើបងបើសិនជាបានពងឬក៏ស្លប្រភេទក្បាលអីហ្នឹងក៏រឹតតែឆ្ងាញ់ដែរចាយើងដាក់ត្រីហើយក៏ដាក់គ្រឿងមកមានស្ករប៊ីចេទឹកត្រីចាហើយកុំភ្លេចដួសពពុះចេញផងបងប្រភេទស្លដាក់ប្រហុកច្រើនតែមានពពុះចឹងដួសពពុះខ្មៅនឹងចេញមកចាយើងដាក់គ្រឿងទាំងអស់ហ្នឹងហើយចាបន្ទាប់មកដាក់ជាមួយនឹងត្រួយ7របស់យើងគឺខ្ញុំដាក់7មុនណាបងដើម្បីភ្លក់យករសជាតិជូរប្រៃផ្អែមអីតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងងាយស្រួលយើងថែមថយមកជូរបន្ថែមទៀតបើសិនជាត្រួយ7របស់យើងអត់ជូរទេយើងអាចថែមជាមួយនឹងទឹកអំពិលទុំអីថែមឬក៏ខ្សាំងអីថែមអញ្ចឹងណាបងទាំងអស់គ្នាខ្ញុំចូលចិត្តស្លគឺដាក់ត្រួយ7មុនបន្លែចាដាក់មកភ្លក់យករសជាតិមកដាក់បន្លែរបស់យើងចាតែមកពុះមកលើកចេញឲ្យបន្លែរបស់យើងនៅលក្ខណៈថាច្រឹបបងចាពិសេសស្លកៅអៅឈុកបែបនេះយើងដាក់តែមកពុះមកលើកមកបងនៅច្រឹបគឺថាស្រួយឆ្ងាញ់ខ្លាំងមែនតើហើយសម្រាប់ស្លម្ជូរថ្ងៃនេះគឺខ្ញុំបានបងជាមួយនឹងជីនាងវងចាបងជីនាងវងដូចខ្ញុំក៏បានបងម្រះព្រៅអីក៏បានដែរតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាបងតែស្លបែបនេះគឺខ្ញុំចូលចិត្តបងជាមួយនឹងជីនាងវងវាមានក្លិនឈ្ងុយជាងអញ្ចឹងណាចារសជាតិគឺថាឆ្ងាញ់តែម្ដងបងអើយជូរប្រៃហើយញិចម្ទេសហិលមកគឺថាឆ្ងាញ់តែម្ដងហើយយើងបន្ថែមជាមួយនឹងត្រីប្រឡាក់សាច់ប្រឡាក់អីមកមុខទៀតមកគឺថាកាន់តែជាតិហើយស្លបែបនេះគឺខ្ញុំចូលចិត្តយកលក្ខណៈជូរជ្រះតែអត់សាបទេបងយកវាមកល្មមយកសាបពេកអត់សូវឆ្ងាញ់ទេស្លម្ជូរយករៀងប្រៃតិចតែមិនប្រៃខ្លាំងទេបងប្រៃមកល្មមឆ្ងាញ់ណាចាដាក់រៀងដិតរសជាតិដិតតិចមកបានឆ្ងាញ់បើសាបពេកគឺវាអត់សូវជាជាតិឆ្ងាញ់ប្រហែលទេបើស្លប្រហើយើងអាចយករសជាតិលក្ខណៈថាសាបអានឹងឆ្ងាញ់តែបើស្លម្ជូរតើរៀងដិតពិសេសប្រហុកដាក់រៀងដិតតិចមកបងបានឆ្ងាញ់បើថាប្រហុកតិចពេកក៏វាអត់សូវឆ្ងាញ់ដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើន